បន្ទប់មួយមានតែទ្វារមួយតែប៉ុណ្ណោះណែកឯបន្ទប់ទឹកគឺមានទ្វារមួយបើបន្ទប់ទឹកមានទ្វារពីរក៏ខុសដែរមានន័យថាបន្ទប់ទឹកមួយមានទ្វារមួយបាទបើបន្ទប់ទឹកពីរគឺមានទ្វារពីរចំណែកឯផ្ទះបាយគ្មានទ្វារទេឥឡូវយើងមកមើលលក្ខណៈបន្ទប់គេងបាទអញ្ចឹងយើងមើលបាទនេះបន្ទប់មួយនេះបន្ទប់មួយខាងនេះបន្ទប់មួយខាងនេះបន្ទប់មួយហើយខាងនេះជាបន្ទប់ទឹកបាទអញ្ចឹងយើងមើលទ្វារឥឡូវយើងសិក្សាអំពីទ្វារបន្ទប់បើបន្ទប់នៅខាងនោះបាទទ្វារត្រូវនៅខាងនេះនៅខាងនេះដើរចូលមកគឺច្រើនទ្វារចូលចឹងទៅហើយបន្ទប់ខាងនេះបាទក៏ទ្វារនៅខាងនេះដែរបើទ្វារនៅខាងនេះគឺខុសហើយគឺទ្វារទៅនៅខាងនេះហើយដើរមកច្រើនចូលទៅបាទចំណែកឯបន្ទប់ខាងនេះគឺទ្វារក៏នៅខាងនេះប៉ុន្តែការពារទ្វារនេះកុំឲ្យចំគ្នា 100% អញ្ចឹងហើយយើងមើលរូបភាពហ្នឹងយើងយល់ហើយដើរមកចូលតាមនេះមកហើយច្រើនចូលមកឯបន្ទប់នេះតាមចូលមកបាយហួសមកដល់ដែរអានេះមានន័យថាបន្ទប់ទឹក2បើបន្ទប់ទឹក1ក៏1ទៅ2ក៏2ទៅប៉ុន្តែមានលក្ខណៈថាដើរមកបន្ទប់ទឹកគឺច្រើនចូលទៅក្នុងន័យនេះថាបន្ទប់នីមួយត្រូវមានទ្វារមួយឯຂະຫນាតនៃទំហំដូចគ្នាគឺបាទទទឹងទ្វារ9តឹកហើយកម្ពស់ទ្វារគឺ2ម៉ែត្រមួយតឹកចំណែកបន្ទប់ទឹកបាទមានទទឹងទ្វារ85កម្ពស់ទ្វារគឺ2ម៉ែត្របាទនេះគឺជាហុងស៊ុយទ្វារបន្ទប់ទឹកនិងបន្ទប់គេង